ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបនាងខ្ញុំសាជាថ្មីហើយថ្ងៃនេះដែរនាងខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការលាយចំណីដើម្បីឲ្យមាន់របស់យើងហ្នឹងស៊ីហើយឆាប់ធំនិងចំណាយដើមទុនតិចចាបងប្អូនទៅទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំទាំងអស់គ្នាដើម្បីដឹងពីវិធីសាស្ត្រទាំងអស់នេះចានេះដែរគឺជាការដាំអាសាឡាបងប្អូនដើម្បីយើងយកទៅទុកលាយជាមួយចំណីរបស់យើងហើយរបៀបនៃការលាយរបស់យើងហ្នឹងយើងមានដូចជាតកួនស្មៅផ្អែមស្រូវបណ្ដុះនិងអាសាឡាបងប្អូនយើងលាយទាំងអស់ហ្នឹងចូលគ្នាហើយយើងកូរវាឲ្យសព្វរួចយើងយកទៅដាក់ឲ្យវាស៊ីចានេះជាសកម្មភាពខ្លះៗនៅពេលដែលយើងយកចំណីទៅដាក់បងប្អូនដោយមាន់របស់យើងធ្វើចំណីយើងអត់ធ្វើចំណីទាំងអស់បងប្អូនយើងលាយដូចជាបន្លែខ្លះអញ្ចឹងហើយធ្វើឲ្យសាច់មាន់របស់យើងហ្នឹងមើលទៅវាស្អាតបងប្អូនហើយសុខភាពវាក៏ល្អដែរហើយរូបភាពដែលបងប្អូនមើលឃើញនេះមាន់របស់នាងខ្ញុំហ្នឹងមានចំនួន500ក្បាលបងប្អូននេះជាសកម្មភាពនៅពេលដែលយើងដាក់ឲ្យវាស៊ីគឺយើងដាក់ជាស្នូកបែបនេះបងប្អូនយើងត្រូវដាក់កម្រិតស្នូកហ្នឹងពីគ្នាដែរព្រោះថាបើយើងដាក់ចិត្តគ្នាពេកទៅគឺវាជន់គ្នាបងប្អូនអញ្ចឹងហើយធ្វើឲ្យវាអត់បានចឹកចំណីហ្នឹងគ្រប់គ្រាន់វាចាហើយបងប្អូនឃើញនៅខាងមុខហ្នឹងវាគឺជាពងទឹកសម្រាប់យើងដាក់ឲ្យមាន់ហ្នឹងហើយយើងត្រូវការសម្អាតវារហូតបងប្អូនយើងអត់អាចទុកវាឲ្យមានដីឬក៏ឆ្លងថ្ងៃបានទេចាបងប្អូនទាំងអស់គ្នាដែលឃើញជាលទ្ធផលនៅពេលដែលយើងឲ្យវាស៊ីចំណីលាយជាមួយដើមអាសាឡាតកួនទាំងអស់ហ្នឹងយើងឃើញលទ្ធផលថាមាន់របស់យើងហ្នឹងវាមានសុខភាពល្អហើយវាលូតលាស់ធំលឿនបងប្អូនហើយចំពោះសាច់របស់វាហ្នឹងគឺនិយាយទៅវាមានពណ៌ស្អាតមែនទែនបងប្អូនហើយមាន់របស់យើងហ្នឹងវាក៏រាងធាត់ដែរនឹងជាបទពិសោធន៍នៅពេលដែលខ្ញុំផ្ដល់ចំណីបែបនេះជារៀងរាល់ថ្ងៃបងប្អូនហើយសម្រាប់ចំណីដែលធាតុផ្សំទាំងអស់ហ្នឹងដូចជាតកួនអីខ្ញុំមានជាទីធ្លាមួយល្មមបងប្អូនសម្រាប់ដាំវាគុតគង់សម្រាប់មាន់ទាំងអស់ហ្នឹងព្រោះថាបើសិនណាជាយើងទិញតកួនពីគេអញ្ចឹងថាយើងមានការចំណាយដើមទុនទៀតហើយបងប្អូនដូច្នេះហើយដើម្បីចូលរួមក្នុងការកាត់បន្ថយហ្នឹងយើងត្រូវដាំវាដោយខ្លួនឯងហើយមួយទៀតចំពោះដាំអាសាឡាក៏ដូចគ្នាបងប្អូនយើងធ្វើការរៀបចំដាំវាដោយខ្លួនឯងហើយនេះគឺជាកត្តាសំខាន់មួយដែលយើងយកវាមកគូផ្សំជាមួយចំណីរបស់យើងដើម្បីឲ្យវាហើយចំពោះអាសាឡានេះដែរវាមានប្រូតេអ៊ីនខ្ពស់មែនទែនបងប្អូនអញ្ចឹងហើយបានធ្វើឲ្យមាន់របស់យើងហ្នឹងវាធំលូតលាស់បានល្អហើយចំពោះសារធាតុផ្សំទាំងអស់ហ្នឹងដែរគឺនាងខ្ញុំធ្វើការដាំដោយខ្លួនឯងផ្ទាល់បងប្អូនដើម្បីកាត់បន្ថយការចំណាយដើមទុនរបស់យើងដូច្នេះយើងគ្រាន់តែទិញជាចំណីមកបានទេបងប្អូនដូចជាតកួនដាំអាសាឡានិងស្មៅផ្អែមអីយើងដាំដោយខ្លួនឯងអញ្ចឹងហើយនេះហើយគឺជាកត្តាមួយដែលយើងអាចថាវាកាត់បន្ថយដើមទុនបងប្អូនចាបងប្អូនហើយនេះគឺជាទីធ្លាត្រង់របស់ខាងនាងខ្ញុំដែរដោយមាន់របស់យើងធំអញ្ចឹងបងប្អូននិយាយទៅអាចវាតាមយប់អីវាច្រើនហើយអញ្ចឹងយើងត្រូវធ្វើការសម្អាតវារហូត
យើងធ្វើការសម្អាតហើយយើងបាញ់កាមវិញបងប្អូនដើម្បីងាយស្រួលក្នុងការសម្អាតលើក្រោយទៀតហើយចំពោះរូបភាពនេះដែរខ្ញុំធ្វើការសម្អាតចំនួន2ទៅ3ថ្ងៃម្ដងបងប្អូនព្រោះថាវាធំអញ្ចឹងយើងធ្វើការសម្អាតវាញឹកញាប់ព្រោះថាធំរបស់យើងបើសិនជាវាធំបែបនេះហើយយើងទុកវាច្រើនថ្ងៃអញ្ចឹងវាអាចធ្វើឲ្យប៉ះពាល់បំមាន់យើងបងប្អូនដោយវាមានក្លិនមិនល្អនឹងវាធ្វើឲ្យមាន់របស់យើងនឹងសុខភាពអត់ល្អបងប្អូនចាបងប្អូនខ្ញុំចង់បង្ហាញបងប្អូនពីចំណុចសំខាន់មួយទៀតបងប្អូនដោយបងប្អូនឃើញហើយថាទិដ្ឋភាពមាន់ហ្នឹងវាសុខភាពល្អហើយវាល្អបងប្អូនអញ្ចឹងហើយបើសិនជាមានអ្នកផ្សេងនិយាយទៅមិនមែនជាម្ចាស់វាបងប្អូនយើងត្រូវតែហាមឃាត់យើងមិនអាចឲ្យគេចូលមើលផ្ដេសផ្ដាសបងប្អូនទោះជាគាត់នឹងស្អាតដោយនិយាយទៅជំងឺវាមើលឃើញហើយបងប្អូនបើសិនយើងឲ្យអ្នកចម្លែកបែបហ្នឹងចូលវាអាចផ្ដល់ជាហានិភ័យដល់មាន់យើងដែរបងប្អូនជាទូទៅតាមដែលបទពិសោធន៍ខ្ញុំធ្លាប់ជួបហ្នឹងបើសិនជាមានអ្នកចម្លែកចូលទៅវាធ្វើឲ្យប៉ះពាល់មាន់យើងហ្នឹងវាអាចឈឺជំងឺផ្សេងច្រើនទៀតបងប្អូននិយាយទៅគឺយើងមិនអាចឲ្យនរណាម្នាក់ដែលមិនមែនជាម្ចាស់ហ្នឹងចូលផ្ដេសផ្ដាសទេបើសិនជាយើងចង់ឲ្យគេចូលមើលឬក៏អ្វីមួយយើងត្រូវធ្វើការបាញ់ថ្នាំសម្រាប់មេរោគជាមុនសិនបងប្អូនដើម្បីការពារមាន់របស់យើងទោះជាពេលហ្នឹងយើងឃើញវាសុខភាពល្អបែបហ្នឹងក៏ដោយយើងត្រូវតែការពារយើងបាញ់ថ្នាំហើយយើងត្រូវចន់ប្រភេទជាកបោបងប្អូនដើម្បីសម្រាប់មេរោគជាមុនសិនសុំចូលបានដោយមាន់នេះដែរវាមានអាយុ3ខែបងប្អូនអញ្ចឹងយើងអាចចាប់លក់ខ្លះបានហើយបងប្អូនដូចដែលបងប្អូនបានឃើញហ្នឹងហើយចង់បញ្ជាក់មួយទៀតបើសិនជាបងប្អូនមកចំនួនធំដែលគាត់មានចំណាប់អារម្មណ៍ចង់ចាំមាន់ចឹងអីបងប្អូនអាចសាកសួរបានបងប្អូនឬក៏បងប្អូនអាចមកទស្សនានៅកសិដ្ឋានរបស់នាងខ្ញុំផ្ទាល់បានហើយមួយទៀតបើសិនជាបងប្អូនមានចម្ងល់ឬក៏បញ្ហាផ្សេងបងប្អូនអាចcomment ខាងក្រោមបានបងប្អូននាងខ្ញុំនឹងឆ្លើយនៅគ្រប់សំណួររបស់បងប្អូនបានសួរតាមក្រោយទៀតបងប្អូនចាហើយសម្រាប់វីដេអូរបស់នាងខ្ញុំថ្ងៃនេះដែរខ្ញុំចង់បង្ហាញបងប្អូនមានតែប៉ុណ្ណឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែទស្សនានៅរាល់វីដេអូរបស់នាងខ្ញុំកន្លងមកហើយសូមបងប្អូនជួយចុច like និងជួយចុច subscribe អ្នកមួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតនៅថ្ងៃក្រោយចាអរគុណ